សូមជម្រាបសួរបងប្អូនទាំងអស់គ្នាជាទីនឹករលឹកសង្ឃឹមថាបងប្អូនសុខសប្បាយទាំងអស់គ្នាក្នុងថ្ងៃនេះខ្ញុំសូមចែករំលែកថាតើរដ្ឋាភិបាលត្រូវធ្វើអ្វីខ្លះដើម្បីការពារសិទ្ធិមនុស្សយោងតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិតម្រូវឲ្យរដ្ឋាភិបាលធានាការពារសិទ្ធិមនុស្សឬក៏សិទ្ធិរបស់ពលរដ្ឋហើយរដ្ឋាភិបាលមានកាតព្វកិច្ច3សំខាន់គឺ3សំខាន់ទី1កាតព្វកិច្ចគោរពសិទ្ធិមនុស្សមានន័យថារដ្ឋាភិបាលមិនត្រូវរំលោភសិទ្ធិមនុស្សឬក៏សិទ្ធិពលរដ្ឋនោះទេទី2កាតព្វកិច្ចការពារសិទ្ធិរបស់ពលរដ្ឋការពារបង្ការទប់ស្កាត់ការជឿនលឿនសិទ្ធិរបស់ពលរដ្ឋនិងមិនត្រូវឲ្យការរំខានក្នុងការអនុវត្តសិទ្ធិរបស់ពលរដ្ឋនោះទេទី3កាតព្វកិច្ចបំពេញឬកាតព្វកិច្ចបំពេញបន្ថែមរដ្ឋាភិបាលត្រូវតាក់តែងគោលនយោបាយច្បាប់បទដ្ឋានគតិយុត្តទាំងឡាយណាដែលមានការខ្វះចន្លោះដែលពុំទាន់បានផ្ដល់នូវផលប្រយោជន៍ទៅដល់ពលរដ្ឋពេញលេញឲ្យអាចធានានឹងការពារសិទ្ធិនិងផលប្រយោជន៍របស់ពលរដ្ឋឲ្យបានពេញលេញនិងគ្រប់ជ្រុងជ្រោយសូមអរគុណសូមជម្រាបលា